ក្រុងម៉ូស្កដើម្បីជៀសវាងការភ័ន្តច្រឡំឬការអាក់អន់ស្រពន់ចិត្តនឹងគ្នាថ្មីនេះលោកពូទីនបានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោកត្រាំពាក់ព័ន្ធនឹងសំណើនៃបទឈប់បាញ់លិខិតនេះផ្ញើដោយផ្ទាល់ដៃតាមរយៈប្រេសិតពិសេសរបស់លោកត្រាំគឺលោកវីតខូសដែលទើបតែជួបលោកពូទីននិងបានចាក់ចេញដំណើរទៅវ៉ាស៊ីនតោនវិញតាំងពីព្រឹកព្រលឹមថ្ងៃសុក្រលោកពូទីននៅតែមានសតិនិយមចំពោះសំណើនៃបទឈប់បាញ់ទោះបីលោកមិនទាន់ឯកភាពទទួលយកប៉ុន្តែលោកគាំទ្រគំនិតនេះនិងស្នើសុំឲ្យសរសេរឲ្យបានច្បាស់និងលម្អិតជាងនេះបើយោងតាមអ្នកនាំពាក្យវិមានក្រំឡាំងលោកពូទីនបានជួបពិភាក្សាការងារជាមួយលោកវីតខូសកាលពីក្បាលប្រលប់ថ្ងៃប្រហ័សម៉ោងនៅម៉ូស្គូដើម្បីនិយាយអំពីសំណើនៃបទឈប់បាញ់រយៈពេល30ថ្ងៃអ៊ុយក្រែនប្រកាសជាឯកតោភាគីថាខ្លួនទទួលយកសំណើនេះហើយរងចាំចម្លើយពីរុស្ស៊ីលោកពេស្កូសថ្លែងថាលោកពូទីនផ្ដាំផ្ញើតាមរយៈលោកវីតខូសដើម្បីពំនាំពាក្យពេចន៍ទៅជម្រាបជូនលោកត្រាំនិងថាលោកពូទីនបានទទួលរួចហើយនៅព័ត៌មានផ្សេងពីជំហររបស់អ៊ុយក្រែនតាមរយៈគណៈប្រតិភូអាមេរិកលោកពេស្កូសថាមូលហេតុដែលលោកពូទីនមិនទាន់ឯកភាពទៅលើសំណើនៃបទឈប់បាញ់នោះទាំងស្រុងព្រោះលោកមានហេតុផលរបស់លោកហេតុនេះលោកបងហាញសតិនិយមដោយប្រុងប្រយ័ត្នដូចដែលយើងបានដឹងទាំងអស់គ្នាហើយតាមរយៈការធ្វើសន្និសីទសារព័ត៌មានជាមួយអ្នកកាសែតកាលពីយប់ម្សិលមិញគឺថាលោកពូទីនគាំទ្រជំហររបស់លោកត្រាំនៅក្នុងលក្ខខណ្ឌជាគោលនៃការដោះស្រាយបញ្ហាប៉ុន្តែលោកពូទីនមិនទាន់អស់ចិត្តនឹងចំណុចមួយចំនួនហេតុនេះត្រូវនិយាយគ្នាឲ្យអស់សេចក្តីជាការពិតមានកិច្ចការជាច្រើនទៀតដែលត្រូវដោះស្រាយប៉ុន្តែយ៉ាងណាក៏ដោយលោកពេស្កូសថាលោកពូទីនបង្ហាញជំហរស្របគ្នានឹងលោកត្រាំនៅក្នុងការបញ្ចប់សង្គ្រាមលោកពេស្កូសថ្លែងថារុស្ស៊ីនិងអាមេរិកត្រូវការពេលវេលាដើម្បីធ្វើការជាមួយគ្នាលោកត្រាំនិងលោកពូទីននឹងសន្ទនាគ្នាតាមទូរស័ព្ទបន្ទាប់ពីលោកវីតខូសនាំដំណឹងនេះទៅប្រាប់លោកត្រាំនេះបើយោងតាមទីភ្នាក់ងារព័ត៌មានរយតដោយឡែកគេហទំព័រ The Moscow Times របស់រុស្ស៊ីចុះផ្សាយបន្ថែមថាក្រុមការងាររុស្ស៊ីនិងអាមេរិកនឹងរៀបចំកិច្ចជំនួបពីចម្ងាយរវាងលោកត្រាំនិងលោកពូទីនបន្ទាប់ពីប្រេសិតរបស់លោកត្រាំត្រឡប់ទៅដល់វ៉ាស៊ីនតោនវិញដើម្បីរាយការណ៍អំពីលទ្ធផលការងារក្រោយបេសកកម្មនៅម៉ូស្គូទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកម៉ាយវ៉ាល់ក៏និយាយស្រដៀងនឹងវិមានក្រំឡាំងដែរលោកថាលោកពូទីនបង្ហាញគំនិតសុទិដ្ឋិនិយមចំពោះសំណើនោះដោយប្រយ័ត្នប្រយែងយោងតាម Moscow Times ចំណុចដែលលោកពូទីនព្រួយបារម្ភនៅត្រង់ថាលោកខ្លាចអ៊ុយក្រែនប្រើប្រាស់រយៈពេលនៃបទឈប់បាញ់ដើម្បីពង្រឹងកម្លាំងយោធារបស់ខ្លួនឡើងវិញលោកសង្កត់ធ្ងន់ថាកងទ័ពរុស្ស៊ីត្រូវតែបន្តយុទ្ធនាការយោធារបស់ខ្លួនហេតុនេះវាជាការចាំបាច់ណាស់ដែលលោកត្រាំនិងលោកពូទីនត្រូវសន្ទនាគ្នាដើម្បីសិក្សាអំពីជំហរគ្នាទៅវិញទៅមកប្រភពខ្លះបង្ហើបឲ្យដឹងថាលោកត្រាំបានទទួលដំណឹងនេះរួចហើយលោកចាត់ទុកការឆ្លើយតបរបស់លោកពូទីនជាសញ្ញាវិជ្ជមានមួយគ្រាន់តែថាចម្លើយនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ